ហើយខ្ញុំបាទមានកិត្តិយសនឹងបញ្ជាក់អំពីតើអត្ថន័យនៃការពិចារណាសិក្សាអំពីការដែនអនុវត្តច្បាប់ព្រហ្មទណ្ឌក្នុងកាលដែលកំណត់នៅក្នុងក្រមព្រហ្មទណ្ឌរបស់យើងជាមាត្រា3មាត្រា9ដល់11ហ្នឹងដែលពិចារណាទៅលើពេលវេលានៃការពិតបទល្មើសហ្នឹងគឺពិចារណាបែបណាការអនុវត្តច្បាប់ព្រហ្មទណ្ឌខ្ញុំសូមសម្ដៅថាច្បាប់ព្រហ្មទណ្ឌដែលច្បាប់គ្រឹះច្បាប់សាធារនេះគឺផ្អែកលើគោលការណ៍2គោលការណ៍ទី1គោលការណ៍មិនប្រតិសកម្មនៃច្បាប់ព្រហ្មទណ្ឌដែលធ្ងន់ជាងហើយគោលការណ៍ទី2គឺគោលការណ៍ផ្ទុយគ្នាដែរគោលការណ៍មិនប្រតិសកម្មនៃច្បាប់ព្រហ្មទណ្ឌដែលស្រាលជាងអញ្ចឹងប៉ុន្តែគោលការណ៍មិនប្រតិសកម្មនៃច្បាប់ព្រហ្មទណ្ឌដែលធ្ងន់ជាងនេះគឺជាគោលការណ៍គ្រឹះនៃនីតិព្រហ្មទណ្ឌហើយជាគោលការណ៍ច្បាប់ព្រហ្មទណ្ឌមានអានុភាពអនុវត្តសម្រាប់តែទៅអនាគតប៉ុណ្ណោះគឺមិនមានអានុភាពអនុវត្តទៅលើអតីតកាលទេហើយដូច្នេះបានន័យថាគេមិនអាចយកច្បាប់ព្រហ្មទណ្ឌមួយទៅអនុវត្តចំពោះអំពើដែលកើតមុនច្បាប់ដែលប្រព្រឹត្តឬមុនច្បាប់នេះចូលធរមានប៉ុណ្ណោះហើយគោលការណ៍នេះមិនមែនតែទៅក្នុងនីតិព្រហ្មទណ្ឌគឺជាគោលការណ៍ដ៏គ្រឹះនៃនីតិសិទ្ធិមនុស្សក៏ដូចជាគោលការណ៍គ្រឹះនៃសង្គមប្រជាធិបតេយ្យមកនៅក្នុងប្រទេសបារាំងវិញគឺមានកំណត់តាំងពីឆ្នាំ1789នៅសេចក្តីថ្លែងការណ៍ស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិមនុស្សហើយคล้ายជាគោលការណ៍នៅរដ្ឋធម្មនុញ្ញនៃប្រទេសបារាំងហើយគោលការណ៍នេះមែនតែនទៅជាវិបាកកម្មវាដើរទន្ទឹមគ្នានឹងគោលការណ៍និច្ចចានុភាពនៃបទល្មើសនិងនិច្ចចានុភាពនៃទោសដែលឯកឧត្តមការរិទ្ធបានបញ្យល់ហើយបានន័យថាមានតែអំពើដែលបង្កើតជាបទល្មើសនៅពេលដែលអំពើនោះមានចែងក្នុងបញ្ញត្តិព្រហ្មទណ្ឌជាធរមានប៉ុណ្ណោះទើបត្រូវផ្ដន្ទាទោសបានន័យថាច្បាប់ព្រហ្មទណ្ឌមួយជាគោលការណ៍វាមានអានុភាពអនុវត្តចំពោះតែទៅអនាគតអញ្ចឹងគេមិនអាចយកច្បាប់ព្រហ្មទណ្ឌដែលអនុម័តថ្ងៃនេះបើចូលធរមានថ្ងៃនេះទៅអនុវត្តចំពោះអំពើនៅក្នុងអតីតកាលបានទេនេះជាគោលការណ៍ដ៏សំខាន់មួយហើយគោលការណ៍មិនប្រតិសកម្មនៃច្បាប់ព្រហ្មទណ្ឌនេះគឺជាគោលការណ៍គ្រឹះនៃសិទ្ធិមនុស្សនិងសង្គមប្រជាធិបតេយ្យដែលមានគោលដៅជាពិសេសធានានៅសិទ្ធិសេរីភាពក៏ដូចជាសុវត្ថិភាពគតិយុត្តនៃប្រជាពលរដ្ឋហើយគេវិភាគរហូតដល់ថាគឺការជៀសវាងនៅការសងសឹកជាលក្ខណៈនយោបាយមានសិភៅមួយរបស់ដែលបោះពុម្ពដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលនិយាយពីស្ដីអំពីប្រជាធិបតេយ្យគាត់ថាគោលការណ៍មិនប្រតិសកម្មនៃច្បាប់ព្រហ្មទណ្ឌជាគោលការណ៍គ្រឹះនៃសិទ្ធិមនុស្សនៃប្រព័ន្ធច្បាប់នៃប្រទេសសង្គមប្រជាធិបតេយ្យគឺថាជៀសវាងការសងសឹកនយោបាយគឺថាដើម្បីកុំឲ្យទាថកុំឲ្យគណៈបកថ្មីនយោបាយថ្មីដែលឡើងកាន់អំណាចមានគោលដៅចងសងសឹកអំពីសមាជិករដ្ឋាភិបាលមុនឬក្រុមមនុស្សដែលក្នុងគាត់ខ្លួននៅពីមុននោះគាត់ឃើញច្បាប់មួយដែលកំណត់អំពើរបស់ក្រុមនេះឬក្រុមនោះឬរដ្ឋាភិបាលមុនជាបទល្មើសហើយត្រូវផ្ដន្ទាទោសដោយអនុភាពប្រតិសកម្មហើយអញ្ចឹងយើងឃើញថាជាសកម្មភាពមួយគ្រោះថ្នាក់ខ្លាំងណាស់ចំពោះសង្គមប្រជាធិបតេយ្យហើយដូច្នេះជាគោលការណ៍គ្រឹះគេមិនអនុញ្ញាតឲ្យមានការអនុវត្តនៅដោយប្រតិសកម្មទៅដែលច្បាប់នៃច្បាប់ព្រហ្មទណ្ឌដែលធ្ងន់ជាងទៅអំពើដែលកើតឡើងមុនការចូលធរមាននៃច្បាប់ប៉ុណ្ណោះទេចាប៉ុន្តែគោលការណ៍នៃដែនអនុវត្តច្បាប់ព្រហ្មទណ្ឌក្នុងកាលដែលកំណត់នៅក្នុងក្រមព្រហ្មទណ្ឌយើងមានគោលការណ៍មួយទៀតគោលការណ៍ប្រតិសកម្មនៃច្បាប់ព្រហ្មទណ្ឌដែលស្រាលជាងធ្ងន់ជាងមិនប្រតិសកម្មតែស្រាលជាងប្រតិសកម្មគឺគេត្រូវអនុវត្តដោយដើម្បីផ្ដល់ផលអនុគ្រោះដល់ជនល្មើសអញ្ចឹងយើងអាចឃើញមានបញ្ញត្តិច្បាប់មួយចំនួនព្រហ្មទណ្ឌមួយចំនួនដែលត្រូវអនុវត្តដោយប្រតិសកម្មអនុវត្តដោយប្រតិកម្មហើយថាអនុវត្តទៅអំពើដែលមុនវាប្រព្រឹត្តមុនច្បាប់នេះចូលជាធរមានទី1គឺប្រភេទនៃច្បាប់ដែលលុបចោលនៅបទល្មើសនៅក្នុងមាត្រា9នៃក្រមព្រហ្មទណ្ឌរបស់យើងប្រភេទនៃច្បាប់ដែលលុបចោលបទល្មើសនេះគឺជាត្រូវអនុវត្តភ្លាមបានន័យថាអំពើប្រព្រឹត្តនៅមុនបទបញ្ញត្តិនេះចូលធរមានមិនអាចទៅចាត់ប្រកាន់ទៀតទេហើយការចាត់ប្រកាន់ដែលកំពុងប្រព្រឹត្តត្រូវបានបញ្ចប់តកតទៅនឹងការចាត់ប្រកាន់បើសិនជាប្រព្រឹត្តហើយមិនទាន់ចាត់ប្រកាន់ច្បាប់ព្រហ្មទណ្ឌដែលលុបបទល្មើសនេះដែលគេចាត់ទុកថាជាច្បាប់ព្រហ្មទណ្ឌស្រាលជាងនេះមានអនុភាពអនុវត្តប្រតិសកម្មគឺមិនអាចធ្វើការចាត់ប្រកាន់បានហើយបើកំពុងចាត់ប្រកាន់ត្រូវឈប់ធ្វើការចាត់ប្រកាន់ត្រូវបញ្ចប់ហើយបើសិនជាទោសដែលផ្ដន្ទាទោសហើយគឺមិនអាចយកទោសនោះមកអនុវត្តបានទៀតទេឬបើកំពុងអនុវត្តមិនឈប់ការអនុវត្តនេះជាបានន័យថាម៉េចដល់មានន័យថាគេយកច្បាប់ព្រហ្មទណ្ឌនេះមកអនុវត្តច្បាប់ព្រហ្មទណ្ឌដែលស្រាលជាងដោយប្រតិសកម្មដើម្បីជាផលដល់ជនល្មើសដល់ផលដល់គ្រោះឧទាហរណ៍ដូចជាបុគ្គលម្នាក់បានប្រព្រឹត្តនៅអំពើមួយដែលច្បាប់នៅសម័យនោះថាជាបទល្មើសមកដល់សម័យនេះ
មានដោយសារនយោបាយព្រំប្រទានរដ្ឋសភាបានអនុច្បាប់មួយថាអំពើនេះលែងជាបទល្មើសដូច្នេះបុគ្គលនឹងត្រូវបានគេផ្ដន្ទាទោសហើយអនុវត្តទោសមិនទាន់ចប់គេបញ្ឈប់ការអនុវត្តហ្នឹងហើយមានបទល្មើសច្រើនដែលខ្ញុំអាចឧទាហរណ៍តើបើមានបទល្មើសណាខ្លះដែលរដ្ឋសភាច្រើនតែងតែធ្វើច្បាប់លុបបំបាត់បទល្មើសបាទហ្នឹងហើយទីខយើងអាចនៅក្នុងករណីបទល្មើសល្បែងស៊ីសងវាអាស្រ័យទៅលើនយោបាយនៃសង្គមអាស្រ័យទៅលើកាលៈទេសៈនៃសង្គមពេលខ្លះច្បាប់កំណត់ថាល្បែងស៊ីសងជាបទល្មើសហើយអ្នកដែលលេងចូលរួមក្នុងការល្បែងស៊ីសងទទួលការផ្ដន្ទាទោសឬចោទប្រកាន់ក្រោយមកសង្គមមានភាពរឹងមាំហើយមានការគ្រប់គ្រងល្អគេកំណត់ថាការលេងល្បែងស៊ីសងមិនមែនជាបទល្មើសអញ្ចឹងលុបអំពើនឹងចោលអញ្ចឹងអ្នកដែលទទួលទោសឬក៏ត្រូវចោទប្រកាន់ពីច្បាប់មុនគឺបានទទួលផលពីច្បាប់ថ្មីបាទមិនមិញខ្ញុំនិយាយអំពីច្បាប់ព្រំប្រទានដែលស្រាលជាងដែលតាក់ទងដល់ការលុបបំបាត់ល្មើសមួយទៀតមានប្រភេទច្បាប់ទី2ដែលព្រំប្រទានដែលស្រាលជាងដែរគឺដែលកំណត់ទោសស្រាលជាងបទបញ្ញត្តិព្រំប្រទានថ្មីដែលចែងអំពីទោសស្រាលជាងនោះគឺក៏អនុវត្តភ្លាមដែរបាទគឺអនុវត្តភ្លាមបានន័យថាបើសិនជាអំពើនោះទៅកើតឡើងបាទឧទាហរណ៍ថាបទលួចឧទាហរណ៍ថាបទលួចកើតឡើងនៅក្នុងច្បាប់ព្រំប្រទានអន្តរកាលមានផ្ដន្ទាទោសពី1ទៅ5ឆ្នាំហើយកំពុងតែធ្វើការចោទប្រកាន់រហូតដល់ក្រមព្រំប្រទាននេះចូលជាធរមានកំណត់ពី6ខែទៅ3ឆ្នាំដូច្នេះគេយកពេលដែលប្រកាសទោសគេយកទោសដែលកំណត់នៅក្នុងក្រមព្រំប្រទាននេះ6ខែទៅ3ឆ្នាំដោយសារស្រាលជាងមកអនុវត្តចំពោះបទលួចដែលពិតមុនក្រមព្រំប្រទានចូលជាធរមានគោលការណ៍អនុវត្តច្បាប់ព្រំប្រទាននេះគឺមានដែនអនុវត្តច្បាប់ព្រំប្រទានក្នុងកាលនិងដែនអនុវត្តច្បាប់ព្រំប្រទានក្នុងដែនដីហើយដែនអនុវត្តច្បាប់ព្រំប្រទានក្នុងកាលឯកឧត្តមភៅសំភីបានបញ្ជាក់លម្អិតមិញនេះរួចមកហើយជាបន្តនេះខ្ញុំសូមអញ្ជើញឯកឧត្តមកើតឌិតបកស្រាយអំពីដែនអនុវត្តច្បាប់ព្រំប្រទានក្នុងដែនដីតែមានអត្ថន័យយ៉ាងម៉េចបាទសូមអរគុណលោកស្រីពិធីការនេះសូមអនុញ្ញាតជម្រាបជូនបន្តពីឯកឧត្តមភៅសំភីមិញការអនុវត្តច្បាប់ព្រំប្រទាននៅក្នុងដែនដីនេះគឺជាហៅថាសិទ្ធិអធិបតេយ្យមួយតាក់ទងក្នុងរឿងព្រំប្រទាននៅក្នុងនេះគេចែកដែនដីដែលមានការប្រព្រឹត្តបទល្មើសជា2ទី1គឺបទល្មើសដែលប្រព្រឹត្តនៅក្នុងដែនដីនៃប្រជាណាចក្រកម្ពុជាហើយទី2គឺបទល្មើសដែលប្រព្រឹត្តនៅក្រៅដែនដីនៃប្រជាណាចក្រកម្ពុជាហើយយើងមានគោលការណ៍ដើម្បីផ្ដល់នូវសមត្ថកិច្ចឲ្យច្បាប់ព្រំប្រទានកម្ពុជាដើម្បីអាចអនុវត្តចំពោះករណីបទល្មើសទាំងអស់នោះទី1ខ្ញុំសូមអនុញ្ញាតជម្រាបជូនចំពោះបទល្មើសដែលប្រព្រឹត្តនៅលើដែនដីនៃប្រជាណាចក្រកម្ពុជានៅក្នុងនេះជាគោលការណ៍គ្រឹះមួយនៅក្នុងនីតិព្រំប្រទានគឺច្បាប់ព្រំប្រទានកម្ពុជាគឺត្រូវមានអានុភាពអនុវត្តចំពោះគ្រប់បទល្មើសទាំងអស់ដែលប្រព្រឹត្តនៅក្នុងដែនដីនៃប្រជាណាចក្រកម្ពុជាហើយដែនដីនៃប្រជាណាចក្រកម្ពុជាហ្នឹងគឺរួមបញ្ចូលទាំងលំហអាកាសនិងសមុទ្រដែលមានចំណងភ្ជាប់ទៅនឹងដែនដីនៃប្រជាណាចក្រកម្ពុជានេះយើងអាចពិនិត្យឃើញនៅក្នុងក្រមព្រំប្រទានយើងគឺនៅក្នុងមាត្រា12ដែលចែងអំពីបញ្ហានេះយ៉ាងច្បាស់លាស់ហើយសូមអនុញ្ញាតជម្រាបជូនថាគោលការណ៍ដែនដីនៃច្បាប់ព្រំប្រទាននេះគឺជាគោលការណ៍គ្រឹះមួយប្រទេសណាក៏ដូចជាប្រទេសណាដែរគឺគេតែងយកច្បាប់ព្រំប្រទានរបស់គេដើម្បីគ្រប់គ្រងនៅក្នុងដែនដីដើម្បីធានាសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈដោយសារគោលការណ៍ច្បាប់ព្រំប្រទានពាក់ព័ន្ធជាមួយនឹងសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងគោលការណ៍នេះខ្ញុំសូមអនុញ្ញាតបញ្ជាក់ជូនអំពីគេហៅថាសមភាពនៅស្មើគ្នាភាពស្មើគ្នានៅចំពោះមុខច្បាប់ព្រំប្រទានគោលការណ៍ដែនដីនេះគឺបានន័យថាអនុវត្តចំពោះបទល្មើសទាំងអស់ដែលប្រព្រឹត្តនៅក្នុងដែនដីប្រជាណាចក្រកម្ពុជាដែលក្នុងនោះយើងអាចនិយាយថាបទល្មើសដែលប្រព្រឹត្តនៅក្នុងដែនដីនៃប្រជាណាចក្រ